ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel Protein នៅវីដេអូថ្មីទី1តែម្ដងហើយនៅក្នុង clip វីដេអូថ្មីមួយនេះដែរខ្ញុំសូមធ្វើការបង្ហាញបងប្អូននឹងពីរបៀបកំណត់បើកមុខងារប៉ះពីដងភ្លឺប៉ះពីដងអាណិតនៅលើទូរស័ព្ទដៃ Oppo ហើយមិនថាបងប្អូនប្រើប្រាស់លើទូរស័ព្ទដៃបាទ Oppo Samsung Vivo អីក៏ដោយបងប្អូនគួរតែកំណត់បើកមុខងារប៉ះពីដងភ្លឺប៉ះពីដងអាណិតនេះនៅលើទូរស័ព្ទដៃរបស់បងប្អូនម្នាក់មួយទៅបាទកុំឲ្យបងប្អូនហ្នឹងណាបាទចុចបេតុងនេះញឹកញាប់បាទពីព្រោះតែបងប្អូនចុចញឹកញាប់ទៅបាទផុងឆាប់ខូចយកឲ្យជាបាទជួសជុលនាំតែអស់លុយហើយខាតពេលវេលាទៀតឥឡូវសូមធ្វើការបែរកាមេរ៉ាដើម្បីធ្វើការបង្ហាញបងប្អូននៅលើទូរស័ព្ទដៃតែម្ដងបាទជាដំបូងបងប្អូនចូលមកក្នុងទូរស័ព្ទរួចហើយរកមើលកម្មវិធីដែលមាននិមិត្តសញ្ញារូបកងចាស់នេះនៅលើភាសាខ្មែរគេដាក់ថាការកំណត់នៅលើភាសាអង់គ្លេសគេដាក់ថា setting ចុចចូលមកបាទរួចហើយបងប្អូនបាទយកព្រាមដៃបងប្អូនធ្វើការបាទអស់ពីក្រោមឡើងលើបែបនេះមករួចហើយបងប្អូនរកមើលនិមិត្តសញ្ញារូបនេះគេដាក់មានបាទរូបក្បាលមនុស្សនៅលើភាសាខ្មែរគេដាក់ថាឧបករណ៍ផ្ដល់ភាពងាយស្រួលចុចចូលមកបាទបន្ទាប់ពីបងប្អូនចុចចូលពាក្យថាបាទឧបករណ៍ផ្ដល់ភាពងាយស្រួលហើយបងប្អូនយកទី2ណាបាទឃើញមានបាទសញ្ញាបាតដៃហើយភាសាខ្មែរគេដាក់ថាកាយវិការនិងចលនាចុចតុកចូលមកបាទរួចហើយបងប្អូនយកទី1ដែលមានពាក្យថាកាយវិការអេក្រង់បិទចុចចូលមកបន្ទាប់ពីបងប្អូនចុចចូលក្នុងពាក្យថាកាយវិការបែកក្រង់បិទហើយបងប្អូនឃើញកុងតាក់នេះនៅខាងស្ដាំណាបងប្អូនទាញបើកមកឲ្យឡើងពណ៌ទ្រឹស្ចេបែបនេះណាបាទរួចហើយបងប្អូនធ្វើការបាទទាញកុងតាក់នេះដែលមានពាក្យថាបាទចុច2ដងដើម្បីដាស់អេក្រង់អញ្ចឹងបងប្អូនទាញកុងតាក់នឹងបើកមកបាទតែប៉ុណ្្នឹងទៅបងប្អូនបានមុខងារមួយគឺមុខងារបាទប៉ះពីដងភ្លឺបាទរួចហើយបងប្អូនធ្វើការឆូតអុសសោបាទអញ្ចឹងបងប្អូនទៅកំណត់មួយទៀតអញ្ចឹងរបៀបកំណត់បាទមួយទៀតនោះគឺបាទប៉ះពីដងឲ្យងឹតណាបាទអញ្ចឹងបងប្អូនធ្វើការបាទបេកថយក្រោយបាទម្ដងមួយមកបាទឥឡូវសូមធ្វើការបាទចុចព្រួយនៅខាងលើផុតខាងឆ្វេងដៃហ្នឹងបាទចុច1រួចហើយចុច2បាទពេលចុច2បងប្អូននឹងឃើញមកដល់ពាក្យថាបាទឧបករណ៍ផ្ដល់ភាពងាយស្រួលអញ្ចឹងបងប្អូនមើលសន្លឹងមកខាងក្រោមយកជួរទី5បាទដែលមាននិមិត្តសញ្ញារូបបាល់នេះបាទហើយភាសាខ្មែរគេដាក់ថាគ្រាប់ចុចជំនួយចុចចូលមកបន្ទាប់ពីបងប្អូនចុចចូលមកពាក្យថាបាទគ្រាប់បាល់ជំនួយវានឹងចេញមកដល់ទម្រង់បែបនេះអញ្ចឹងបងប្អូនទាញកុងតាក់នឹងបើកមកនេះបាទរួចហើយបងប្អូនសន្លឹងមើលបាទជួរខាងក្រោមនេះគេដាក់ថាប្រតិបត្តិការកាយវិការនៅលើពាក្យថាប្រតិបត្តិការកាយវិការហ្នឹងគឺមានបាទ3ណាបាទមានពាក្យថាប៉ះពីដងប៉ះឲ្យជាប់អញ្ចឹងសម្រាប់ខ្ញុំយកប៉ះបាទ2ដងនេះបាទចុចតុកចូលមកប៉ះ2ដងគឺមានអីខ្លះបាទប៉ះ2ដងគឺមានបាទថយក្រោយកិច្ចការងារថ្មីថតការជូនដំណឹងចាក់សោអេក្រង់បាទនៅខាងក្រោមនេះទៀតខ្ញុំអត់បាទរៀបរាប់ទេគឺខ្ញុំយកពាក្យថាប៉ះ2ដងចាក់សោអេក្រង់ទូរស័ព្ទអញ្ចឹងខ្ញុំថិចយកទាំងនឹងមកណាបាទពេលនោះបងប្អូននឹងឃើញនេះបាទប៉ះ2ដងចាក់សោអេក្រង់ទូរស័ព្ទបាទអញ្ចឹងបងប្អូនធ្វើការបាទឃ្លាចោលទៅតែប៉ុណ្្នឹងបងប្អូនណាបាទទៅឃ្លាចោលសិនចាំបង្ហាញបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើការចាក់សោបងប្អូនត្រឡឹងមើលក្របបាល់នេះបងប្អូនអាចប៉ះទៅពីបានទេណាបាទចំពោះបងប្អូនធ្វើការបាទប៉ះឲ្យងឹតបងប្អូនត្រូវតែប៉ះឲ្យចំបាល់1 2ដងបែបនេះប៉ុន្តែបើសិនបងប្អូនចង់ធ្វើការបាទដាស់ឬក៏ប៉ះពីដងឲ្យចេញភ្លើងណាបងប្អូនអាចប៉ះតណាក៏បានដែរឲ្យតែចំអេក្រង់ណាបាទដូចចេញភ្លើងបែបនេះបាទរួចហើយឆូតអសោជាការស្រេចប៉ុន្តែបងប្អូនចង់ប៉ះពីដងឲ្យងឹតគឺអត់អាចប៉ះឲ្យទៅពីបានទេពេលតែប៉ះទៅពីគឺអត់ចាញ់ទេណាបងប្អូនត្រូវតែចំណាំបាទបងប្អូនត្រូវតែប៉ះឲ្យចំបាល់1 2ទៅបាទចាក់សោឬក៏ងឹតអេក្រង់បាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយមិនคลิปពីបងប្អូនតែក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារកការបាននិយាយស្ដីរបស់ខ្ញុំបាទលើសខ្វះខាតត្រង់ចំណុចណាខ្ញុំបាទក៏សូមកាន់តែបេទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពេលនេះដែរខ្ញុំបាទក៏សូមអរកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ